សារអប់រំវិធីដោះបញ្ហាផ្លូវចិត្តនៅពេលវិនិយោគបរាជ័យប្រសិនបើការវិនិយោគបរាជ័យហើយនាំឲ្យមានបញ្ហាផ្លូវចិត្តយើងត្រូវរកដំណោះស្រាយបញ្ហាដោយសន្តិវិធីនិងតាមផ្លូវច្បាប់ស្វែងរកគ្រូពេទ្យដែលអាចជួយព្យាបាលបញ្ហាផ្លូវចិត្តហើយអ្វីដែលសំខាន់គឺត្រូវធ្វើសម្មាសមាធិឲ្យបានជាប្រចាំព្រោះសម្មាសមាធិធ្វើឲ្យចិត្តជ្រះថ្លាចិត្តស្ងប់ព្យាបាលផ្លូវចិត្តនិងមានប្រាជ្ញាវាងវៃអាចដោះស្រាយបញ្ហាបានសារអប់រំពីឧបាសកពុទ្ធសាសនូបត្ថម្ភអៀងសុជារា